បាទសួស្តីបងប្អូនបាទថ្ងៃនេះគឺខ្ញុំមកចែកលែកតកតងទៅនឹងឱសថបុរាណបាទឱសថបុរាណនេះគឺសម្រាប់បងប្អូនដែលបាទបងស្ត្រីណាបងបាទគាត់មានអាការៈបាក់ស្បូនលាន់បាទស្បូនលាន់នេះទី1បងរកនេះគេហៅស្មៅជើងក្រាស់បងប្អូនបាទស្មៅជើងក្រាស់យើងយកទាំងដើមទាំងឫសណាបាទអានឹងទី1ទី2បាទដើមល្មមបាទឬក៏គេហៅដើមម្ជូរព្រឹកម្ជូរល្មមហ្នឹងណាបងប្អូនបាទផ្លែវាក្រហមជូរបងប្អូនអានឹងទី2បាទទី3នោះគឺដើមអណ្ដាតគោបាទដើមអណ្ដាតគោណាបងប្អូនបាទផ្កាវែងមានបន្លាបាទមានបន្លាមុតជាប់ដៃម្ជូរបងប្អូនបាទ3មុខហ្នឹងបងប្អូនយកក្នុងមួយមុខបាទ30ក្រាមស្ងួតយកមកដាក់ដាំទឹកហូបបាទសម្រាប់ស្បូនលាន់បងស្ត្រីគឺប្រើបានបាទអញ្ចឹងឱសថបុរាណនេះគឺខ្ញុំបានដកស្រង់ចេញពីក្បួនបាទឱសថបុរាណបាទ600រូបមន្តយកមកចែកម្លែកទៅដល់បងប្អូនណាបាទអញ្ចឹងបងប្អូនមានអាការៈហ្នឹងរកប្រើប្រាស់ដោយខ្លួនឯងបានបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន